រឿងចចនិងកំពើកាលពីព្រេងនាយមានចចត្រោះធំមួយដល់ខែលំហើយវាក៏ដើររកត្រពាំងបងបួរដែលរិងទឹកដើម្បីចាប់ត្រីស៊ីនោះទៅដល់ត្រពាំងមួយរិងទឹកទាំងអស់នៅតែប្រឡងមួយឃើញសត្វតែពួកមានត្រីកំពឹសបង្កងក្តាមជាច្រើនណាស់ចចឃើញហើយមានចិត្តត្រេកអររីករាយណាស់ថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសប្តាហ៍ថ្ងៃស្អែកកំពឹសមានប្រាជ្ញាឮចចថាដូច្នោះហើយក៏និយាយលួងលោមចចថាយើងទាំងអស់គ្នាសត្វតែជាចំណៃបងចចឯងហើយប៉ុន្តែយើងប្រឡាក់ធក់ណាស់បងឯងស៊ីយើងទាំងធក់ដូចនេះដូចជាមិនសូវឆ្ងាញ់ទេបងបើស៊ីទាំងធក់វាអត់ឆ្ងាញ់អញ្ចឹងធ្វើមិនទៅស៊ីឆ្ងាញ់ទៅវិញគ្មានអីពិបាកទេបងនិយាយឯងយកយើងទៅលាងទឹកឲ្យច្រះស្អាតទៅហើយសិនស៊ីអញ្ចឹងទៅវាឆ្ងាញ់ហើយអើយបើពួកឯងគ្នាច្រើនម្លឹងឲ្យយើងជួនយកទៅលាងអាណាអស់បងជិះចោះឯងកុំព្រួយចិត្តអីខ្ញុំធានាក៏ដោយបងឯងស្រួលណាស់ប៉ុន្តែបងឯងត្រូវតាមខ្ញុំមិនអីទេយើងជួយតាមពួកឯងទាំងអស់ឲ្យតែយើងបានឆ្វេងមាត់អញ្ចឹងបងឯងចូលមកដេកនៅនាក្នុងភពនេះមកហើយយើងរាល់គ្នានឹងបានតោងខំរោមបងឯងហើយបងឯងនាំយើងទៅរកស្ទឹងបងអួយណាដែលមានទឹកថ្លាច្រើនហើយលាងវាឲ្យស្អាតបានក៏មកបងឯងស៊ីឆ្ងាញ់ពិសាតាមចិត្តចុះឯចចជាសត្វលោកដុនហើយល្ងងខ្លៅក៏ធ្វើតាមពាក្យកំពឹសនឹងត្រីក៏បបួលគ្នាតោងរោមចចទៅលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចដើរចុះទៅក្នុងទឹកអស់ត្រីកំពឹសលោតទៅក្នុងទឹកហើយប្រាប់ថាបងចចបងឯងទៅជញ្ជូនគ្នាយើងមកឲ្យអស់សិនមកសុំមកស៊ីឲ្យឆ្អែតតែម្ដងយើងមិនចាំបងឯងនៅទីនេះណាចចក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្យងដឹងខាចចជញ្ជូនអស់ហើយក៏នាំគ្នាមួយក្នុងទឹកបាត់បោះទៅឯចចដឹងថាកំពឹសមិនឆោតដូច្នោះហើយខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងអស់ទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងសត្វហើគ្មានសេះសល់មកបាយទឹកបឹងនោះឲ្យរីងនិងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់ចចបានឲ្យពស់ថ្លាន់ធ្វើជាទំនុកអស់សត្វឯទៀតក៏បបួលគ្នាបាយឯសត្វទាំងអស់នៅក្នុងបឹងក៏ដឹងថាចចបបួលគ្នាបាយទឹកឲ្យរីងទាំងបឹងក៏ភ័យណាស់ក៏គិតគ្នាថាពិបាកចិត្តណាស់នេះយើងធ្វើម្ដេចទៅពួកអស់នេះវាមកបាយទឹកអស់ហើយយើងប្រកាសជាស្លាប់ហើយណែទាំងអស់គ្នាខ្ញុំឮគេនិយាយថាបងសុភាទំសាយជាអ្នកមានប្រាជ្ញាចេះដោះទុកមនុស្សសត្វផងជាច្រើនណាស់មកហើយបើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទំសាយឲ្យមកជួយដោះទុកយើងទាំងអស់គ្នាពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ទៅអញ្ជើញសុភាទំសាយត្រីក្រាញ់ប្រឹងនៅនេះទៅលុះតត្រូវថ្ងៃក៏គ្រីវស្រកថាអស់ដល់យប់សុភាទំសាយចេញមករកស៊ីបានឃើញត្រីក្រាញ់នៅនេះដូច្នោះក៏សួរថាណែបងត្រីក្រាញ់តើណាត្រីក្រាញ់ឃើញសុភាទំសាយហើយមានចិត្តត្រេកអរណាស់ក៏និយាយអង្វរថាបងសុភាទំសាយសូមអាណិតខ្ញុំត្បិតតែត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំមកឲ្យអញ្ជើញបងសុភាទំសាយទៅត្បិតឮថាទាំងសត្វទាំងមនុស្សនិយាយថាបងជាអ្នកមានបញ្ញាចេះកាត់សេចក្តីដុតទុកបើអ្នកឯណាកាត់ទុកបងតែងតែទៅជួយដុតទុកគេមិនដែលខាងឡើយឥឡូវនេះ
មានទាំងដំរីក្របីគោរមាសរមាំងរ៉ស់ក្បានជ្រូកពស់ធំពស់តូចទាំងសាខើកុកគ្រៀលចង្គ្រៀលខ្យងទុំទមក្អែកទឹកប្រវត្តិទាំងប៉ុន្មានបានបបួលគ្នាមកបែកទឹកបឹងអុយរិងនិងចាប់ត្រីអណ្ដើរកន្ធាយស៊ីជាចំណីឲ្យអស់ពីបឹងនេះឯងបើដូច្នេះបងសុភាទន្សាយអាណិតជួយដល់ទុកអស់បងប្អូនខ្ញុំផងឲ្យបានរួចពីភ័យម្ដងនេះទៅចុះនឹងបានល្បីគេឈ្មោះតទៅទៀតយើងនឹងតបស្នងសងគុណបងសុភាទន្សាយឯងយើងនឹងភ្លេចគុណបងដរាបអស់មួយជីវិតបងតែក្រាញ់តែមុនចុះទៅប្រាប់អស់បងប្អូនកុំឲ្យផឹកភ័យចាំខ្ញុំជួយដោះស្រាយឲ្យរួចកុំមានចិត្តបារម្ភឡើយព្រៃក្រាញ់ក៏ត្រឡប់ទៅវិញឯទន្សាយលុបប្រហៀបឡើងទៅដល់មាត់បឹងឃើញអស់សត្វកំពុងតែទឹកក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះនោះមកធ្វើជាសម្បត្តិហើយស្រែកហៅអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់គ្នាចាំស្ដាប់ខ្ញុំបាត់ព្រះអិនលោកឲ្យខ្ញុំនាំសម្បត្តិមកប្រាប់គ្រប់គ្នាថាព្រះអិនលោកបកាច់ជើងត្រង់ប្រមុំជើងអកតាប់បាយកញ្ចក់ដកនុកដំដីសអស់សត្វនឹងសម្បត្តិព្រះអិនដូច្នោះហើយណាក៏ផ្អើលបងជន់គ្នាដំរីក្របីរូងមាសរមាំងស្ទូបបោទៅជន់លើពោះថ្វានជាទំនប់បាច់ខ្លួនជាពីរជាបីណាត់ធ្លាក់ទំនប់ទឹកលិចស្លាប់អស់ទៅសត្វទាំងនោះក៏ទៅជាចំណីត្រីវិញចាប់តាំងពីថ្ងៃនោះមកអស់សត្វទាំងពួងក៏ខ្លាចវិញដល់សុភាទន្សាយហើយក៏ចាត់ទុកសុភាទន្សាយជាគ្រូបាអាចារ្យទាំងអស់សេចក្តីលុបលន់គ្មានការគិតពិចារណានាំមកនូវសេចក្តីវិនិច្ឆ័យអន្តរាយអណ្ដាតជាអាចកន្លងបានសុខទុក្ខផងក៏ព្រោះអណ្ដាត